លោកអ្នកបងប្អូនដឹងទេលោកអ្នកបងប្អូនទទួលព្រះរាជសារមួយដ៏សំខាន់ជាទីបំផុតសម្រាប់ជីវិតលោកអ្នកបងប្អូនទាំងអស់គ្នាព្រះរាជសារនេះគឺជាព្រះរាជសារដែលបានមកពីព្រះជាម្ចាស់ដែលជាព្រះដែលបានបង្កើតអ្វីៗទាំងអស់ទាំងភ្នែកមើលឃើញទាំងភ្នែកមើលមិនឃើញហើយព្រះអង្គមានរាជសារមួយដ៏សំខាន់សម្រាប់លោកអ្នកបងប្អូនទាំងអស់គ្នាបាទសូមគោរពជំរាបសួរទៅដល់លោកអ្នកបងប្អូនទាំងអស់គ្នានៅថ្ងៃនេះខ្ញុំមានអត្ថបទព្រះគម្ពីរមួយចង់អានជូនទៅដល់លោកអ្នកបងប្អូនទាំងអស់គ្នាដែលបានកត់ត្រាទុកនៅក្នុងកាន់ព្រះគម្ពីរយ៉ូហានជំពូក3ខ16និងខទី17ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះរាជបុត្រាតែមួយព្រះអង្គមកដើម្បីឲ្យអស់អ្នកដែលជឿលើព្រះបុត្រាមានជីវិតអស់កលជានិច្ចគឺមិនឲ្យគេវិនាសឡើយព្រះជាម្ចាស់បានចាត់ព្រះបុត្រារបស់ព្រះអង្គឲ្យយាងមកក្នុងលោកនេះពុំមែនដើម្បីដាក់ទោសមនុស្សលោកទេគឺដើម្បីសង្គ្រោះមនុស្សលោកដោយសារព្រះបុត្រាវិញលោកអ្នកបងប្អូនទាំងអស់គ្នានេះជាសារមួយដ៏សំខាន់ទៅដល់មនុស្សទាំងអស់ដែលរស់នៅលើផែនដីសារនេះគឺជាព្រះរាជសារដែលមកពីព្រះជាម្ចាស់ជាព្រះដែលបានស្រឡាញ់លោកអ្នកបងប្អូនទាំងអស់គ្នាយ៉ាងខ្លាំងជាសារដែលព្រះជាម្ចាស់ក៏បហារតីនាំមកនៅការសង្គ្រោះការប្រោះលោះមួយឲ្យមនុស្សរួចផុតពីអំពើបាបឲ្យមនុស្សរួចផុតពីការបាក់ទឹកចិត្តឲ្យមនុស្សរួចផុតពីការអស់សង្ឃឹមឲ្យមនុស្សរួចផុតពីការអស់កម្លាំងនៃជីវិតប៉ុន្តែព្រះអង្គក៏បហាតីឲ្យមនុស្សរស់នៅប្រកបទៅដោយព្រះពរដែលមកពីព្រះអង្គវិញខ្ញុំសូមលើកទឹកចិត្តលោកអ្នកបងប្អូនទាំងអស់គ្នាឲ្យបានស្វែងយល់អំពីព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទដែលជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដែលព្រះអង្គបានបញ្ជូនមកលើផែនដីនេះសម្រាប់លោកអ្នកបងប្អូនទាំងអស់គ្នា